បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជជែកនឹងនិយាយអំពីហេតុអ្វីបានជាប្រទេសសហរដ្ឋអាមេរិកធ្វើការវាយប្រហារមកកាន់វេណេស៊ុយឡាដោយទ័ពអាកាសហើយថែមទាំងចាប់ប្រធានាធិបតីលោកនីកូឡាស់ម៉ាឌូរ៉ូនិងភរិយារបស់គាត់ទៅសហរដ្ឋអាមេរិកដើម្បីធ្វើការកាត់ទោសនៅឯទីក្រុងញូវយ៉កហើយហេតុអ្វីបានជាមានព្រឹត្តិការណ៍នេះកើតឡើងនៅដើមឆ្នាំ2026នេះយើងទៅដឹងលម្អិតទាំងអស់គ្នាបាទកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ហ្នឹងគឺសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដោយយន្តហោះនិងមីស៊ីលទៅលើគោលដៅយោធានិងស៊ីវិលមួយចំនួននៅក្នុងប្រទេសវេណេស៊ុយឡារួមទាំងនៅរដ្ឋការ៉ាកាសផងដែរប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសនៅលើបណ្ដាញសង្គមថាប្រតិបត្តិការនេះគឺជាការវាយប្រហារទង់ជ័យធំហើយបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយឡាលោក Nicolas Maduro និងភរិយារបស់គាត់ហើយនាំពួកគាត់ចេញពីប្រទេសវេណេស៊ុយឡាទៅកាន់សហរដ្ឋអាមេរិករដ្ឋាភិបាលវេណេស៊ុយឡាក៏បានថ្កោលទោសនេះជាការឈ្លានពានយោធានិងបានប្រកាសបច្ចុប្បន្ននេះគឺប្រទេសនៅក្នុងភាពអាសន្នហើយយើងឃើញសេចក្តីថ្លែងការណ៍បន្តបន្ទាប់នៅពេលដែលធ្វើការចាប់នោះគឺមានតាំងពីរុស្ស៊ីនិងចិនបានចេញមុខថ្កោលទោសហើយបច្ចុប្បន្ននេះគឺប្រធានាធិបតីអាមេរិកបានកំពុងតែធ្វើការគេហៅថាដឹកនាំប្រទេសវេណេស៊ុយឡាជាបន្តអាសន្នហើយថែមទាំងបាននាំយកក្រុមហ៊ុនផលិតប្រេងបាទមួយចំនួនបន្ថែមទៀតទៅកាន់ប្រទេសវេណេស៊ុយឡាហើយថែមទាំងធ្វើការយកប្រេងក៏ដូចជាកែរចនាសម្ព័ន្ធផងដែរយើងទៅដឹងអំពីហេតុផលចម្បងថាហេតុអ្វីបានជាសហរដ្ឋអាមេរិកធ្វើការវាយប្រហារទៅលើប្រទេសវេណេស៊ុយឡាដូចទៅបាទហេតុផលមួយចំនួនក្នុងនោះគឺមានការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនអាមេរិកបានចោទប្រកាន់លោក Maduro និងរដ្ឋាភិបាលរបស់គាត់ថាជាប្រមុខនៃក្រុមឧក្រិដ្ឋជនឬក៏ភាសាគេហៅថា Cartel de los Soles ក្រុមជួញដូរគ្រឿងញៀនដែលតាក់ទងនឹងយោធាវេណេស៊ុយឡានិងក្រុមឧក្រិដ្ឋជន Tren de Aragua ដែលត្រូវបានចាត់ទុកថាជាអង្គការភេរវករពួកគេអះអាងថាវេណេស៊ុយឡាជាប្រភពនៃគ្រឿងញៀនជាពិសេស Fentanyl និង Cocaine ចូលទៅកាន់សហរដ្ឋអាមេរិកហេតុផលទី2នោះគឺការចាប់ខ្លួនដើម្បីនាំមកកាត់ទោសលោក Maduro បានត្រូវតុលាការអាមេរិកចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀនឬក៏ Narco Terrorism តាំងពីឆ្នាំ2020និងមានរង្វាន់ចាប់ខ្លួនរហូតដល់$50 លាននោះប្រតិបត្តិការនេះត្រូវបានគេឃើញថាជាប្រតិបត្តិការ Warrant ចាប់ខ្លួនទី3គឺការដកតំណែងអាមេរិកមិនទទួលស្គាល់លោក Maduro ជាប្រធានាធិបតីស្របច្បាប់នោះទេដោយចោទថាគាត់បានក្លែងបន្លំការបោះឆ្នោតនិងជាមេដឹកនាំផ្ដាច់ការប្រវត្តិនៃការកើនឡើងវិបត្តិនៅឆ្នាំ2025និង2026ចាប់ពីខែកញ្ញាឆ្នាំ2025អាមេរិកបានចាប់ផ្ដើមវាយប្រហារទូកជួញដូរគ្រឿងញៀននៅសមុទ្រការ៉ាប៊ីននិងមហាសមុទ្រប៉ាស៊ីហ្វិកដែលបានសម្លាប់មនុស្សជាង100នាក់នៅខែធ្នូឆ្នាំ2025មានការវាយប្រហារដោយដ្រូនលើកំពង់ផែវេណេស៊ុយឡានិងការដណ្ដើមយកនាវាដឹកប្រេងអាមេរិកបានប្រមូលកងទ័ពនាវាធំបំផុតនៅអាមេរិកខាងត្បូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនទស្សនៈពីសំណាក់វេណេស៊ុយឡានិងសម្ព័ន្ធមិត្តរដ្ឋាភិបាល Maduro ចោទអាមេរិកថាចង់ដណ្ដើមធនធានប្រេងនិងរ៉ែរបស់ប្រទេសវេណេស៊ុយឡានិងធ្វើរដ្ឋប្រហារដកតំណែងរបបរបស់គាត់ចេញប្រទេសដូចជាគុយបានិងអ៊ឺរ៉ង់បានថ្កោលទោសជាភេរវកម្មរដ្ឋហើយនេះគឺជាព្រឹត្តិការណ៍ថ្មីបំផុតដែលនឹងកំពុងវិវត្តបន្តបន្ថែមទៀតបងប្អូនទាំងអស់គ្នាបានដឹងពីមូលហេតុហើយថាហេតុអ្វីបានអាមេរិកធ្វើការវាយប្រហារហេតុផលរបស់អាមេរិកនោះគឺដោយសារតែឧក្រិដ្ឋកម្មគ្រឿងញៀនតែអ្នកវិភាគក៏ដូចជាអ្នកតាមដានភូមិសាស្ត្រនយោបាយថារឿងនៅពីក្រោយហ្នឹងគឺមិនមែនរឿងភេរវកម្មគ្រឿងញៀននោះទេគឺជារឿងតាក់ទងជាមួយនឹងផលប្រយោជន៍ពួកយើងដឹងថាវេណេស៊ុយឡាគឺជាប្រទេសដែលមានប្រេងកាតធំជាងគេច្រើនជាងគេលើពិភពលោកទី1ទី2គឺប្រទេសវេណេស៊ុយឡាគឺមានគេហៅថាសម្ព័ន្ធមិត្តល្អជាមួយនឹងរុស្ស៊ីក៏ដូចជាចិនដែលយើងដឹងហើយថាភូមិសាស្ត្រនៅវេណេស៊ុយឡាគឺជាស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូងឬក៏យើងនិយាយភាសាសាមញ្ញថាជាអាមេរិកឡាទីនដូច្នេះការដែលចិននិងរុស្ស៊ីមកធ្វើការសម្ព័ន្ធមិត្តក៏ដូចជារកស៊ីជាមួយប្រទេសដែលជាបណ្ដារដ្ឋនៅក្នុងអាមេរិកឡាទីនគឺមិនមែនជាអ្វីដែលសហរដ្ឋអាមេរិកចង់ឃើញចង់បាននោះទេ
ដូច្នេះការដែលអាមេរិកធ្វើបែបនេះក៏ដូចជាការគំរាមមួយទៅដល់ប្រទេសដែលជាប្រទេសទៀតនៅក្នុងអាមេរិកឡាទីនមកដែរហើយថ្មីនេះគឺលោក Donald Trump បានថាប្រធានាធិបតីលោកកូឡុំបៀជាប្រធានាធិបតីដែលញៀននឹងគ្រឿងញៀនហើយផែនការបន្ទាប់ថាតើជា target បន្ទាប់របស់អាមេរិកឬយ៉ាងណានោះយើងទៅតាមដានទាំងអស់គ្នាបន្ថែមទៀតជាមួយគ្នានេះដែរតកតងជាមួយនឹងតំបន់ Greenland ដែលអាមេរិកបានធ្វើការថ្លែងថាមិនយូរមិនឆាប់គាត់នឹងធ្វើការយកតំបន់ Greenland បន្ថែមទៀតតែយើងដឹងហើយថា Greenland គឺជាតំបន់មួយរបស់ប្រទេស Denmark ហើយសម្បូរទៅដោយធនធានធម្មជាតិបើទោះបីជា Greenland យើងមើលទៅឈ្មោះ Greenland មែនប៉ុន្តែសិតតែតកក៏ដោយនេះគឺជាព័ត៌មានខ្លីសម្រាប់បងប្អូនតែតាមដានក៏ដូចជាវិនិយោគទៅលើតម្លៃហាងឆេងមាសតម្លៃប្រេងភាគហ៊ុនក៏ដោយនៅដើមឆ្នាំ2026នេះគឺមានព្រឹត្តិការណ៍ធំបើកឆាកភ្លាមគឺថ្ងៃទី3មករានេះគឺមានការវាយប្រហារដ៏ធំមួយក្នុងប្រវត្តិសាស្ត្របើយើងក៏លេចទៅមើលឆ្នាំ2025វិញនៅចាប់ផ្ដើមនៅពេលដែលលោក Donald Trump ឡើងថ្លៃទៅជាប្រធានាធិបតីកាលពីខែមេសាមកគឺពេលដែលគាត់កាន់ជាប្រធានាធិបតីពេញច្បាប់គឺគាត់ចាប់ផ្ដើមមានសង្គ្រាមពន្ធគយឬក៏គេហៅថា reciprocal tariff ដែលបណ្ដាប្រទេសលើពិភពលោកមានគេហៅថាផលប៉ះពាល់ខ្លាំងបាទហើយធ្វើឲ្យបណ្ដាប្រទេសតូចក៏មានផលវិបត្តិសេដ្ឋកិច្ចផងដែរនេះគឺជាបង្កឡើងដោយលោក Trump បន្ទាប់ពីសង្គ្រាមពន្ធគយមកយើងឃើញមានបណ្ដាប្រទេសជាច្រើនទៀតទាក់ទងជាមួយនឹងសង្គ្រាមពាណិជ្ជកម្មសង្គ្រាមស៊ីវិលក៏ដូចជាសង្គ្រាមនៅតាមតំបន់ព្រំដែនហើយនៅដើមឆ្នាំថ្មីនេះមានសង្គ្រាមថ្មីទៀតគេហៅថាសង្គ្រាមហិរញ្ញវត្ថុតើវានឹងចេញរូបរាងបែបណានោះយើងនឹងទៅតាមដានបន្តទៅថែមទៀតហើយនេះគឺជាព័ត៌មានសេដ្ឋកិច្ចសំខាន់មួយដែលបងប្អូនទាំងអស់គ្នាគួរតែយកចិត្តទុកដាក់មុននឹងការវិនិយោគមិនថាតម្លៃមាសឬក៏តម្លៃប្រេងទេគួរតែតាមដានព័ត៌មានឲ្យបានច្រើនហើយជាពិសេសផងនោះបើបងប្អូនពេញចិត្តនឹងវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង subscribe ហើយតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាដោយសារតែខ្ញុំតែងតែពំនាំយកព័ត៌មានសេដ្ឋកិច្ចសំខាន់ក៏ដូចជាសូចនាករពួកកត្តាទាំងអស់ដើម្បីជួយជូនបងប្អូនទាំងគ្នាក្នុងការវិនិយោគក៏ដូចជាការជួញដូរមិនថាតម្លៃមាសទេតម្លៃប្រេងហិរញ្ញវត្ថុឬក៏ crypto ផងដែរសូមអរគុណ